តមករៀបសារលេខមួយខ្ញុំក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺយើងពិភាក្សាគ្នាអំពីថាតើអ្វីអាចដើរតួជា object ជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបានចឹងនៅក្នុងវីដេអូទី1នេះគឺខ្ញុំលើកឡើងតែរបស់ពីរទេធំទី1គឺ noun ដែលវាអាចមានរូបភាពជា word ជា compound ជា phrase ឬក៏ជា clause បាទ clause បានន័យថាជាអនុប្រយោគបានន័យថាវាជាប្រយោគទូចមួយនៅក្នុងប្រយោគធំរបស់យើងតែមូលតែម្ដងអញ្ចឹងឥឡូវយើងមើលឧទាហរណ៍សិនចាំយើងភាសាគ្នាតាមនឹងអញ្ចឹងឧទាហរណ៍ទី1គឺ she reads a book អញ្ចឹងណាអញ្ចឹងយើងឃើញថា read នៅពេលនេះជាកិរិយាសព្ទអញ្ចឹងគឺយើងសួរថា she reads what អញ្ចឹងណាដើម្បីស្វែងរកកម្មបត្តិរបស់វាបាទអញ្ចឹង read នេះវាធ្វើអំពើទៅលើនាម book អញ្ចឹងណាបាទអញ្ចឹង book គឺជានាមហើយវាកំពុងទៅដើរតួជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងនឹងហើយបាទអូខេណាហើយវាមានរូបភាពជា word ជាពាក្យអញ្ចឹងណាបាទចំណែកឧទាហរណ៍ទី2គឺ he doesn't have what he does not have a driving license បាទយើងឃើញថាពាក្យ driving license នេះគឺវាផ្សំគ្នារវាង driving ហើយនិង license វាគឺជា compound noun អញ្ចឹងណាបាទអញ្ចឹង driving license នេះនៅពេលនេះវាគឺជាកម្មបត្តិកំពុងទៅដើរតួជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបាទអូខេចំណែកឧទាហរណ៍ទី3គឺ they have lost what អញ្ចឹងណាចឹងតែយើងសួរ what ហើយយើងកំពុងតែស្វែងរកកម្មបត្តិរបស់ប្រយោគនឹងហើយបាទអញ្ចឹងគឺ many interesting book នេះគឺជាពាក្យផ្សំជួបគ្នាច្រើនហើយវាជា phrase បាទវាគឺជា noun phrase ដែលកំពុងទៅដើរតួជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបាទចំណែកឧទាហរណ៍ទី4គឺ I know what I know that she is right បាទចឹង that she is right វាគឺជា clause វាជា noun clause ដែលកំពុងតែដើរតួជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបាទអូខេចឹងរបស់ធំទី2នេះគឺ pronoun ដែលកំពុងតែដើរតួជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបាទអញ្ចឹងបើវាជាកម្មបត្តិគឺមិនមែនជា I ទេវាទៅជា me យើងដូរ I ទៅជា me you him her it us you ហើយនឹង them បាទអញ្ចឹង you នេះគឺជា singular ជាឯកវចនៈ you ម្នាក់បាទន័យថាខ្ញុំកំពុងតែនិយាយទៅកាន់អ្នកចំនួនតែម្នាក់ទេចំណែក you នេះគឺជា you អ្នកទាំងអស់គ្នាឬក៏ច្រើនជាងមួយបាទអូខេអញ្ចឹងឧទាហរណ៍ទី1គឺ we know her very well បាទអញ្ចឹង her ហ្នឹងគឺជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបាទអូខេ she loves him to the moon and back បាទអូខេអញ្ចឹង him នេះគឺជាកម្មបត្តិនៅក្នុងប្រយោគរបស់យើងបាទចំណែកពាក្យថា to the moon and back នេះគឺគ្រាន់តែជា idiom គឺជាពាក្យដែលគេនិយាយដែលចង់មានន័យថាយ៉ាងខ្លាំងអញ្ចឹងណា very much អូខេអញ្ចឹងឡើយនេះមានន័យថា she loves him very much គ្រាន់តែប៉ុណ្្នឹងឯងបាទអញ្ចឹងណាអូខេ good បាទអញ្ចឹង complete your life ហើយនឹង share ផងបាទអរគុណ